Hello អ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមានវីដេអូថ្មីទៀតហើយចង់បង្ហាញអ្នកទាំងអស់គ្នានិយាយទៅនឹកមែនតើបន្ទាប់ពីបែក2ថ្ងៃដោយសារអីដោយសារខ្ញុំមានរវល់ដែរអញ្ចឹងទៅអត់បានកាត់វីដេអូនិងនិយាយវីដេអូថ្មីជូនបងប្អូនទាំងអស់គ្នាមើលប៉ុន្តែថ្ងៃនេះខ្ញុំត្រឡប់មកវិញហើយថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីម៉ូដនំដែលខ្ញុំគាត់បានកំងអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាបានឃើញវីដេអូនេះហើយកុំភ្លេចជួយឲ្យបេះដូងជួយ copy link និងជួយ share ឲ្យបានច្រើនផងហ្នឹងហើយនិយាយទៅដោយសារមានខ្ញុំគាត់កំងឲ្យខ្ញុំហ្នឹងគឺធ្វើម៉ូដជាតុក្កតាមីនៀនអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមធ្វើប៉ុន្តែពេលដែលគាត់កំងហ្នឹងគឺគាត់ធ្វើជាតុក្កតាមីនៀនហ្នឹងគឺជាលក្ខណៈជា cream cake ទេគឺមិនមែនជានំស្ករទេអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមធ្វើហើយអញ្ចឹងចាប់ដើមដាក់ម៉ូដដាក់អីទៅតាមរូបធុងធាយរបស់តុក្កតាមីនៀនអញ្ចឹងណាហ្នឹងហើយសម្រាប់ម៉ូដហ្នឹងគឺស័ក្តិសមមែនតើសម្រាប់អូនក្មេងៗទូចឬក៏មនុស្សធំក៏បានដែរឲ្យតែគាត់ជា fan តុក្កតាមីនៀនហ្នឹងគឺត្រូវហ្មងជាមួយនឹងម៉ូដហ្នឹងគឺវាចេញមកគឺខ្ជូតមែនតើហ្មងនេះឥឡូវខ្ញុំធ្វើចិត្តហើយខ្ញុំមិនទៅដាក់វ៉ែនតាទេអូខេឥឡូវខ្ញុំដាក់វ៉ែនតាដាក់អីហើយគឺខ្ញុំចាប់ផ្ដើមដាក់សក់អីទៅសេជាឈ្មោះសេជាអីដាក់លើនំឲ្យភ្ញៀវអញ្ចឹងណាដែលគាត់បានកំងអញ្ចឹងទៅនេះឥឡូវនំរបស់ខ្ញុំហើយតែទាំងអស់គ្នាជួយមើលតែខ្ញុំធ្វើដូចតុក្កតាមីនៀនបានភាគរយដែរអាចខមមិននៅក្នុងវីដេអូរបស់ខ្ញុំហើយបើសិនជាអ្នកទាំងអស់គ្នាចង់កំងនំអាចកំងនៅក្នុង page ទាំងពីរនេះបានអរគុណបាយបាយ